វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃមួយកុមារីម្នាក់អាយុ12ឆ្នាំឈ្មោះស្រីនាងបានជិះម៉ូតូជាមួយឪពុកចេញពីសាលារៀនសំដៅទៅផ្ទះតើស្រីនាងនិងឪពុកមានរឿងអ្វីកើតឡើងពុកកូនជំរាបសួរបញ្ញាប់មកម៉ែកូនចាំញ៉ាំបាយជុំគ្នាយីអាឡាននេះបញ្ញាប់ទៅណាវាកូនណាកុំពិបាកចិត្តពេកវាសំណាងហើយដែលកូននឹងពុកនៅមានជីវិតកូនអស់សង្ឃឹមហើយម៉ែមិនដឹងធ្វើអ្វីនឹងគេកើតទេដើរក៏ពិបាកទៅសាលារៀនក៏មិនកើតនៅតែផ្ទះរាប់ខែមកហើយតើស្រីនាងនឹងទៅសាលារៀនដោយរបៀបណាសេចក្តីជូនដំណឹងដល់មេត្តាបិតាឬអាណាព្យាបាលអ្នកសំមើលសុខសប្បាយជាទេចុះស្រីនាងបានជាសះស្បើយហើយឬនៅចាអរគុណលោកនាយកសុខធម្មតាតែមិនសប្បាយចិត្តទេនៅតែផ្ទះមើលថែកូននិងឪវានឹងមិនបានលក់ដូរជាប់លាប់អ្វីទេលោកនាយកតួខ្ញុំជាសះស្បើយពិតមែនប៉ុន្តែមិនអាចដើរបានដូចមុនទេដោយសារពីការជើងដូចនេះធ្វើឲ្យខ្ញុំមិនអាចទៅសាលារៀនបានទេខ្ញុំបានទទួលព័ត៌មានពីការប្រជុំនៅសាលាឃុំនិងការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាថាគេមានផ្ដល់សេវាធ្វើជើងសិប្បនិម្មិតសម្រាប់ជនមានពិការភាពដោយមិនគិតថ្លៃតើមីងនិងស្រីនាងបានដឹងពីសេវានៅទីនោះឬទេចាអ្នកគ្រូខ្ញុំធ្លាប់បានដឹងព័ត៌មាននេះពីមុនដែរនិងលោកគ្រូពេទ្យបានប្រាប់ខ្ញុំនិងឪពុកខ្ញុំដែលបន្ទាប់ពីចេញពីមន្ទីរពេទ្យតែខ្ញុំមិនបានចាំព័ត៌មានអស់ទេថាម៉េចមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាតើនៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាគេផ្ដល់សេវាអ្វីខ្លះទៅសេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាមានច្រើនសម្រាប់អ្នកមានពិការភាពរាងកាយបាត់បង់អវយវៈដោយស្រីនាងជាដើមមានដូចជាធ្វើជើងសិប្បនិម្មិតនិងផ្ដល់គ្រឿងឧបករណ៍ជំនួយការដើរផ្សេងរួមមានរទេះរុញនិងឈើច្រត់ជាដើមអ្នកមីងយកខិត្តប័ណ្ណនិងលេខទំនាក់ទំនងទាំងនេះទៅដើម្បីឆ្វេងយល់ទីតាំងឲ្យកាន់តែច្បាស់អញ្ចឹងកូនខ្ញុំមានសង្ឃឹមដើរបានវិញហើយអ្នកគ្រូស្រីនាងអាចត្រឡប់ទៅសាលារៀនវិញបានយ៉ាងងាយស្រួលក្នុងឆ្នាំសិក្សាថ្មីនេះតើស្រីនាងនឹងទទួលបានសេវាអ្វីខ្លះពីមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាអរគុណពូមីងនិងក្រុមគ្រួសារដែលមកទទួលសេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាដែលផ្ដល់សេវាជូនដោយឥតគិតថ្លៃនិងទទួលបានប្រាក់ហូបចុកថ្លៃធ្វើដំណើរនិងការស្នាក់នៅពីរាជរដ្ឋាភិបាលនិងគាំទ្រពីអង្គការដៃគូតើប្អូនស្រីមានបញ្ហាអ្វីដែរកូនស្រីខ្ញុំគ្រោះថ្នាក់ចរាចរណ៍ពីការជើងខាងស្ដាំគាត់ទើបតែជាសះស្បើយពីរបួសតើខ្ញុំត្រូវធ្វើអ្វីខ្លះដំបូងខ្ញុំសូមណែនាំពូមីងនិងប្អូនស្រីអំពីសេវាដែលមាននៅក្នុងមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាជាមុនសិនសេវារបស់យើងមានដូចជាទី1ការព្យាបាលដោយចលនាយើងជួយបង្កើនចលនានិងមុខងារឡើងវិញបន្ទាប់ពីនរណាម្នាក់បានរងរបួសស្នាមមានជំងឺឬមានពិការភាពទី2ឧបករណ៍ជំនួយផ្សេងៗយើងផ្ដល់អវយវៈសិប្បនិម្មិតនិងរណបផ្ដល់នៅរទេះរុញសូមហាត់ដើរនិងឈើច្រត់ជូនអ្នកមានកំសោយផ្នែករាងកាយទី3សេវាផ្នែកការងារសង្គមយើងផ្ដល់ការគាំទ្រប្រឹក្សាយោបល់ទៅជនមានពិការភាព
និងគ្រួសារក្នុងការស្វែងរកដំណោះស្រាយនៅទីនេះមានអគារស្នាក់នៅសម្រាប់ជនមានពិការភាពនិងអ្នកកំដរដោយបែងចែកបន្ទប់ស្រីប្រុសផ្សេងគ្នាយើងក៏មានផ្ដល់ប្រាក់ហូបចុកសម្រាប់អាហារ3ពេលដល់អ្នកកំដរនិងជនពិការជាពិសេសយើងធ្វើការផ្សព្វផ្សាយអំពីសិទ្ធិជនពិការនិងបញ្ជូនអតិថិជនទៅទទួលសេវាផ្សេងដូចជាសេវាសុខភាពផ្លូវចិត្តនិងជំនាញវិជ្ជាជីវៈផ្សេងអរគុណ អរគុណច្រើនអ្នកគ្រូចា៎មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាបានផ្លាស់ប្ដូរជីវិតខ្ញុំនិងផ្ដល់ពន្លឺជាថ្មីដល់គ្រួសារខ្ញុំ